តើអ្នកទាំងអស់គ្នានៅចាំព្រះបាទពញាយ៉ាតដែរឬទេទ្រង់ជាអ្នកណាហើយទ្រង់បានកសាងអ្វីខ្លះសម្រាប់រាជធានីចតុមុខព្រះបាទពញាយ៉ាតសោយរាជ្យចាប់តាំងពីឆ្នាំ1434ដល់ឆ្នាំ1463ព្រះបាទពញាយ៉ាតជាក្សត្រដែលបានលើករាជធានីមកតាំងនៅចតុមុខព្រះអង្គបានកសាងរាជធានីឲ្យរីកចម្រើនគ្រប់វិស័យជាបន្តបន្ទាប់ទ្រង់ក៏បានរៀបចំឲ្យមានការតាក់ទងជាមួយប្រទេសជិតខាងដោយមិត្តភាពទៀតផងដូចជាប្រទេសចិនចាមយួននិងជ្វាព្រះបាទពញាយ៉ាតទ្រង់មានព្រះរាជបុត្រ3ព្រះអង្គដែលឡើងគ្រងរាជ្យបន្តតាំងពីឆ្នាំ1463មកព្រះបាទពញាយ៉ាតទ្រង់បានបង្វែររាជសម្បត្តិឲ្យទៅរាជបុត្រច្បងព្រះនាមនរាយរាជាព្រះអង្គទ្រង់សោយទីវង្គតនៅគ្រិស្តសករាជ1466ដោយជរាពាធក្នុងជន្មាយុ70 វស្សា